ខ្ញុំបាទឈ្មោះលីតារាមកពីទឹកស្អាតសាលាលេខ5ខេត្តបងឆ្នាំងខ្ញុំបានចូលសមាគមតាំងពីឆ្នាំ2015មកយើងមានផលប្រយោជន៍ច្រើនជាមួយសមាគមគឺសមាគមជាអ្នកស្វែងរកដៃគូវិនិយោគផ្សេងៗដូចជាធនាគារនិងកង្វះខាតព័ត៌មានផ្នែកណាមួយសមាគមអាចស្វែងរកបានក្រៅប្រទេសក្តីក្នុងប្រទេសក្តីជាក់ស្ដែងដូចថ្ងៃនេះយើងមកដល់ប្រទេសម៉ាឡេស៊ីក៏ដោយសារសមាគមជាអ្នកតំណាក់តំណងដែរយើងឃើញពិភពលោកខាងក្រៅល្អយើងស្គាល់ពិភពលោកយើងឃើញផលិតផលគេខាងក្រៅមានទំនើបនឹងជាផលប្រយោជន៍របស់សមាគមហើយចង់ផ្ដាំផ្ញើដល់បងប្អូននៅប្រកបរបរផ្នែកអាជីវកម្មទឹកស្អាតហ្នឹងណាយើងនាំគ្នាគ្រប់គ្រងសមាគមទាំងអស់គ្នាទៅយើងកុំនៅដាច់ដោយឡែកអញ្ចឹងយើងអត់ស្គាល់ពិភពលោកមិនទេជារៀងរាល់ឆ្នាំពិភពលោកតែងនាំមកប្រទេសនៅក្នុងអាស៊ីក៏ដូចជាក្នុងតំបន់ដែលមាន MOU ជាមួយសមាគមហ្នឹងជារៀងរហូតមកហើយ